សួស្តីបងប្អូនទាំងអស់គ្នាភ្លេចមុខខ្ញុំនៅនឹងថ្ងៃនេះគឺធ្វើដំណើរទៅញ៉ាំ buffet គេបើកថ្មីបងថ្លៃខ្ញុំគាត់ចង់ទៅចឹងទៅហើយឥឡូវនេះគឺខ្ញុំធ្វើដំណើរចេញពីផ្ទះខ្ញុំទៅឥឡូវនេះគឺប្តីខ្ញុំឆ្លៀតដាក់កាហ្វេឲ្យមួយកែវនេះមុននឹងយើងធ្វើដំណើរទៅគឺទៅជុំគ្នាមួយបងចឹងទៅហើយហាងគេបើកថ្មីនេះបងប្អូនឈ្មោះអីទេខ្ញុំអត់ដឹងទេបងប្អូនដឹងតែទៅនេះអ្នកទៅញ៉ាំគឺដឹងតែញ៉ាំតែហ្មងអត់ដឹងស្អីតែហ្មងចានៅនេះស្រុកនេះបងប្អូនតម្រង់ជូនចឹងឯងចាគឺមនុស្សឡើងណែនហ្មងហើយហាងគេធំហ្នឹងបងប្អូនម្នាក់36ម្នាក់ហើយពេលយើងទៅអញ្ចឹងបងប្អូនសុទ្ធតែតម្រង់ជូរបើយើងចង់ញ៉ាំអញ្ចឹងទៅនៅស្រុកនេះអញ្ចឹងឯងបងប្អូនហើយយូរញ៉ាំម្ដងទេក្រៅហ្នឹងយើងញ៉ាំរាល់ថ្ងៃក្រោយបងប្អូនចាឥឡូវគឺខ្ញុំដើរថតម្ហូបគេសិនបងប្អូនអើយតំណងកប់សេរីតែម្ដងចាមានត្រីសាម៉ុនមកនិយាយរឿងត្រីសាម៉ុនបងប្អូនអើយញ៉ាំមួយឆ្អែតមកគឺខ្ញុំជួយចិត្តចាកាលមុនអត់សូវជួយចិត្តដល់ឥឡូវជួយចិត្តតែបងប្អូនអើយត្រីសាម៉ុនដាក់ម៉ានក៏អស់ដែរចានៅនេះថ្លៃតែបងប្អូនញ៉ាំ buffet យើងមានជំរើសច្រើនមើលចាប់បងប្អូនម្ហូបបបោហូហ៊ីតែម្ដងណានេះគឺខ្ញុំចាប់ហ្មងទេត្រីសាម៉ុនខ្ញុំសាកសិនណាតើឆ្ងាញ់ឬស្រស់គឺមិនស្រស់ចឹងទៅតែសារក្រោយគឺអស់3-4ចានដែរបងអូនធ្វើលេងញ៉ាំដល់គេមានបង្អែមមានអីចឹងទៅមានតែដូចប៉ិនចិនហើយប៉ិនក្រេនេះហាងbuffet នេះប្រហែលជាប៉ិនក្រេបងអូនចាហើយគេមាន steak មានអីទៀតបងអូនកន្លែង buffet កន្លែងនេះមកកន្លែងនេះហើយមានក្តាមទៀតបងអូនចាមាន coffee គឺ coffee គឺញ៉ាំច្រើនមែនតែនព្រោះឲ្យថ្លៃគេលក់នៅ store ឲ្យថ្លៃតិចហ្នឹងដល់ពេលយើងញ៉ាំ buffet គឺដាក់មកឆ្អែតទៅបងអូនថ្លៃដែរណាថ្លៃយើងញ៉ាំទៅហើយឥឡូវនេះគឺឈានមកដល់កន្លែងយើងទៅដើរលេងស្អីគេបងអូនណាឥឡូវញ៉ាំឆ្អែតគឺយើងមកកាស៊ីណូបងអូនអើយមួយឡានអ្នកលេងច្រើនមែនតើបងអូនចានៅស្រុកនេះគេជួយលេងអាពីកាអីមកអស់ហើយអូខេបងអូនឥឡូវនេះគឺយើងដើរទៅកន្លែងកាស៊ីណូមកយកលុយឲ្យគេទៀតទៅនេះតែខ្ញុំមិនអ្នកលេងអីបងអូនអើយដាក់$7ពេលហើយវាឈ្នះអាន$10ដកឡើងលឿនបងអូនចាគឺអត់មាននៅយូរទេ